ៀបសួរពុកម៉ែបងប្អូនទាំងអស់ទីចិត្តទីឆ្ងាយជួនរួមជាតិខ្មែរយើងទាំងអស់គ្នាចារដូវចូលឆ្នាំកាន់តែខិតជិតមកដល់ហើយខែនេះគឺខែ3នៅប្រហែលសប្តាហ៍ទៀតទេគឺចូលដល់ខែ4បានន័យថាបុណ្យចូលឆ្នាំប្រពៃណីជាតិយើងចូលមកដល់ហើយដូច្នេះសូមបងប្អូនយើងទាំងអស់គ្នាចូលរួមឲ្យបានច្រើនកកចានៅរដ្ឋអូហាយ៉ូទីក្រុងអាឡេយ៉ាវត្តពុទ្ធវចនារាមត្រូវនៅថ្ងៃសុក្រទី10ខែមេសាឆ្នាំ2026កម្មវិធីយើងគឺមានបង្ហូតទង់ជាតិខ្មែរទង់ព្រះពុទ្ធសាសនានិងសូត្របទពងសាវតាខ្មែរនិមស្ការសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តព្រមទាំងសម្ដែងពុទ្ធោទិចំណែកព្រឹកថ្ងៃសៅរ៍ថ្ងៃទី11ខែមេសាឆ្នាំ2026មានបាំងស្កលតាមក្រុមគ្រួសារនិងមាននមស្ការសមាទានសិលរាប់បាតនិងវេផាត់ប្រកេនព្រះសង្ឃពុទ្ធបរិស័ទទទួលទានសាមគ្គីនៅម៉ោង1រសៀលពិធីទទួលទេវតា1ខែមេសាឆ្នាំ2026យើងនឹងមានពិធីនមស្ការសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តហើយនឹងសម្ដែងធម៌ទេសនាថ្ងៃអាទិត្យគឺជាថ្ងៃទី12ថ្ងៃចុងក្រោយថ្ងៃបង្ហើរចាថ្ងៃចុងក្រោយនេះគឺយើងមានកម្មវិធីបាំងស្កូលតាមគ្រួសារនិមស្ការសមាទានសិលរាប់បាតនិងប្រគេនចង្ហាន់ព្រះសង្ឃពុទ្ធបរិស័ទទទួលអាហារសាមគ្គីព្រមទាំងមានពិធីស្រង់ព្រះនិងព្រះសង្ឃហើយក៏មានរបាំជូនពរសម្រាប់ឆ្នាំថ្មីដូចជារបាំនារីកម្ពុជារបាំយីកេហើយនឹងរបាំត្រុដិជាដើមសូមគោរពអញ្ជើញបងប្អូនចូលរួមកុំអោយអខានឲ្យសោះណាកុំភ្លេចនៅវត្តពុទ្ធចនរាមរដ្ឋអូហាយ៉ូទីក្រុង Elyria Address 1305 Nash Avenue